ត្រីខកំប៉ុងនិងអន្ទង់កំប៉ុងទទួលបានការចាប់អារម្មណ៍ពីមហាជនលើបណ្ដាញសង្គមបច្ចុប្បន្ននេះមហាជនលើបណ្ដាញសង្គមកំពុងបន្តចែករំលែកនិងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផលថ្មីនោះគឺត្រីខកំប៉ុងនិងអន្ទង់កំប៉ុងដែលត្រូវបានស្រាវជ្រាវនិងកែច្នៃដោយមន្ត្រីជំនាញនៃនាយកដ្ឋានកសិឧស្សាហកម្មក្រោមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគម្រោងនេះជាការផ្ដួចផ្ដើមក្រោមការណែនាំរបស់លោកដិតឌីណេរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកខឹមហ្វីណង់អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថាបច្ចុប្បន្នត្រីខកំប៉ុងដែលមានលក់នៅលើទីផ្សារភាគច្រើនគឺជាផលិតផលនាំចូលពីបរទេសគណៈត្រីនិងអន្ទង់ស្រស់នៅក្នុងប្រទេសកម្ពុជាមានសក្តានុពលខ្ពស់និងមិនទាន់ត្រូវបានកែច្នៃនិងប្រើប្រាស់អស់លទ្ធភាពនៅឡើយនោះទេក្នុងន័យនេះលោកបានបញ្ជាក់តាមសម្លេងថាឯកឧត្តមរដ្ឋមន្ត្រីបានណែនាំមន្ត្រីនៃនាយកដ្ឋានកសិឧស្សាហកម្មនិងរដ្ឋបាលជលផលធ្វើការស្រាវជ្រាវនិងសាកល្បងកែច្នៃត្រីខកំប៉ុងនិងអន្ទង់កំប៉ុងដោយតម្រូវឲ្យប្រើប្រាស់ត្រីធម្មជាតិរបស់យើង 100% លោកបន្តថាទោះបីជាការផលិតនៅដំណាក់កាលបច្ចុប្បន្នត្រូវបានធ្វើឡើងសម្រាប់ផ្គត់ផ្គង់ជាជំនួយមនុស្សធម៌ដល់បងប្អូនជនភៀសសិកនិងមិនទាន់ដាក់លក់ជាផ្លូវការនៅលើទីផ្សារក៏ដោយប៉ុន្តែផលិតផលទាំងនេះត្រូវបានឆ្លងកាត់ការត្រួតពិនិត្យតាមបច្ចេកទេសនិងការវិភាគនៅមន្ទីរពិសោធន៍ស្របតាមស្តង់ដារសុវត្ថិភាពអាហាររួចរាល់ហើយជាថ្មីម្ដងទៀតលោកខឹមហ្វីណង់បានសង្កត់ធ្ងន់ថានេះជាជំហានថ្មីដ៏សំខាន់មួយនៃវិស័យកសិឧស្សាហកម្មកម្ពុជាដែលបានបង្ហាញថាយើងកំពុងខិតខំទៅជិតការផលិតជាលក្ខណៈពាណិជ្ជកម្មដើម្បីអាចប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូលនាពេលអនាគតយ៉ាងពិតប្រាកដព័ត៌មានតារាជាតិតារាអន្តរជាតិសង្គមវប្បធម៌អារម្មណ៍ធម៌តន្ត្រីនិងភាពយន្ត